បាទជំរាបសួរប្រិមិត្តដែលកំពុងទស្សនានៅព័ត៌មានដែលខ្ញុំកំពុងតែធ្វើការផ្សាយចេញពីអង្គការមេឈើទីតាំងនេះគឺជាកន្លែងដែលស្នាក់នៅសម្រាប់ក្មេងកុមារកំព្រា190នាក់ដែលបានស្នាក់អាស្រ័យនៅទីតាំងនេះថ្ងៃនេះខ្ញុំក៏ដូចជាលោកអគ្គនាយករបស់ក្រុមហ៊ុន Hasen បាទគឺគាត់បានរួមចំណែកក្នុងការមកនាំយកនៅគ្រឿងឧបភោគក៏ដូចជាសម្ភារៈរួមទាំងស៊ីម៉ង់ចំនួន3តោនដើម្បីយកមកធ្វើការផ្ដល់ជូនខាងអង្គការបាទមេឈើខាងលើនេះHappy birthday តាមពូមួយមកកូនមក Happy birthday ដល់ Happy birthday Happy birthday to you Happy birthday Happy birthday Happy birthday to you បាទប្រិមិត្តបានឃើញនេះគឺជាទស្សនវិជ្ជាគ្រួសារ Hasen ហើយថ្ងៃខួបកំណើតរបស់កូនប្រុសរបស់គាត់ដែលជាកូនច្បងនៃគ្រួសារ Hasen ហ្នឹងគឺគាត់បានមូលមតិគ្នាដើម្បីនាំក៏ដូចជាគ្រឿងឧបភោគសម្ភារៈរួមទាំងស៊ីម៉ង់ចំនួន3តោនឥឡូវដើម្បីឲ្យច្បាស់យើងមកជួបជាមួយនឹង CEO ផ្ទាល់តែម្ដងមកជំរាបសួរបងអូនបងអូនអាចជម្រាបបានទេបងអូនថ្ងៃនេះតើជាកម្មវិធីអីសម្រាប់គ្រួសារ Hasen ដែលនាំយកសម្ភារៈគ្រឿងឧបភោគរួមទាំងស៊ីម៉ង់ចំនួន3តោនដើម្បីយកមកផ្ដល់ជូននៅអង្គការកុមារកំព្រាមេឈើខាងលើនេះបងអូនចាបងដោយសារថ្ងៃនេះជាថ្ងៃខួបកំណើតក្មួយប្រុសរបស់ខ្ញុំហើយប្រហែលជា2ឆ្នាំមុនយើងធ្លាប់មកម្ដងឯងរាល់ថ្ងៃខួបកំណើតគាត់ចឹងទៅនឹកឃើញដល់កន្លែងហ្នឹងហ្មងចឹងឆ្នាំហ្នឹងហើយកម្រងហ្នឹងគឺកម្រងមុនតែមួយថ្ងៃឯងនឹកឃើញក៏មកភ្លាមជំរាបបងមកភ្លាមចឹងគឺយើងហើយខ្ញុំក៏បានតំណែងទៅខាងបងផាឡាមុនដែរព្រោះយើងអត់ចង់ទិញមកសល់ចឹងណាបងយើងចង់សួរពីតម្រូវការរបស់គាត់ថាគាត់តម្រូវការអីខ្លាំងជាងគេចឹងគាត់ជាក់ស្ដែងគាត់កំពុងតែសាងសង់ជាមួយនឹងអគារខាងនេះគឺសម្រាប់ក្មេងប្រុសចឹងគឺគាត់តម្រូវការដែលគាត់ខ្វះខ្លាំងហ្នឹងគឺស៊ីម៉ង់ចឹងទៅវគ្គនេះមកបានស៊ីម៉ង់3តោនជូនគាត់បាទហើយជាអារម្មណ៍អមីក្នុងនាមជា CEO ដែលកាន់ម្ចាស់ brand ម្នាក់ជាអារម្មណ៍នៅពេលដែលប្អូនមកដល់ឃើញទស្សនវិជ្ជាក្មេងកំព្រាជិត200នាក់ដែលគាត់អត់មានឪពុកអត់មានម្ដាយនៅពេលដែលគាត់បានផ្ដល់ស្នាមញញឹមនិងជជែកកំសាន្តជាមួយនឹងក្រុមហ៊ុន Hasen ក៏ដូចជាប្អូនមុននេះជាអារម្មណ៍ប្អូនអាចប្រាប់បានទេនៅពេលដែលឃើញពួកគាត់ជាក្មេងកំព្រាដែលគ្មានលោកឪពុកអ្នកម្ដាយប្រោះក្ដីស្រឡាញ់បែបហ្នឹងខ្ញុំមានអារម្មណ៍ថាពួកគាត់ខ្វះភាពកក់ក្ដៅបងខ្ញុំមកដំបូងមកដល់ខ្ញុំមកដល់ដំបូងគេខ្ញុំមានក្មេងស្រីម្នាក់គាត់អូទីសឹមគាត់រត់តាមខ្ញុំរហូតរត់តាមដូចបងខ្ញុំផុសវីដេអូក្នុងเพจមួយហើយអីគាត់អោបយើងហើយគាត់នៅចិត្តយើងហើយឡើងគាត់ហៅម៉ាក់ចឹងណាបងដូចអាចគាត់ខ្វះភាពកក់ក្ដៅហើយឃើញពួកយើងមកចឹងទៅគាត់និយាយថាគាត់សប្បាយចិត្តចឹងណាបងមានអារម្មណ៍ថាធម្មតាយើងមានកូនណាបងហើយក្មេងៗក្នុងវ័យដែលទូនឹងគឺគាត់កំពុងតែត្រូវការភាពកក់ក្ដៅពីឪពុកម្ដាយដូចពួកគាត់អីគឺឪពុកក៏អត់មានម្ដាយក៏អត់មានចឹងទៅដូចវាពិបាកនិយាយអារម្មណ៍មួយហ្នឹងបងសំបីតែយើងពេលខ្លះយើងបែកពីកូនមួយថ្ងៃពីរថ្ងៃយើងទៅធ្វើការងារក៏យើងមានអារម្មណ៍ថានឹកដែរបងចឹងណាអារម្មណ៍ខ្ញុំគឺមិនខុសពីគាត់ទេគឺថាមានអារម្មណ៍ថារំជួលចិត្តណាបងខ្ញុំមានអារម្មណ៍ថាអាណិតពួកគាត់មែនតើដោយសារតែវ័យពួកគាត់គឺជាវ័យដែលត្រូវការភាពកក់ក្ដៅពីពុកម្ដាយប៉ុន្តែពួកគាត់បែរជាខ្វះភាពកក់ក្ដៅមួយហ្នឹងបងហើយទៅក្មេងៗខ្លះគាត់មានបញ្ហាសុខភាពដូចជាអូទីសឹមអញ្ចឹងគាត់មកដល់គាត់រត់មកអោបយើងហ្មងមកដល់គាត់រត់អោបពួកខ្ញុំដែលមកទាំងអស់គ្នាគាត់រត់អោបគ្រប់គ្នាបាទបងអាចប្រាប់បានទេជាអារម្មណ៍បងជាម្ដាយរបស់ក្មេងប្រុសម្នាក់ដែលជាថ្ងៃខួបកំណើតរបស់បងរបស់កូនបងថ្ងៃនេះនៅពេលដែលបងនាំយកសម្ភារៈមកដល់មណ្ឌលកុមារកំព្រាបងមូលហេតុអីកត្តាអីដែលជំរុញបងឲ្យនាំយកសម្ភារៈទាំងអស់ហ្នឹងមកដល់មណ្ឌលកុមារកំព្រាមេឈើហ្នឹងបងចាបងនិយាយទៅបារម្ភសម្រាប់ខ្ញុំផ្ទាល់គឺឲ្យតែដល់ថ្ងៃខួបកំណើតកូនគឺមានអារម្មណ៍មួយថាគឺចង់ចែកម្លែកក្តីស្រឡាញ់ទៅដល់ក្មេងៗឬមួយក៏យើងអាចធ្វើបន់ធ្វើទានអីបានដើម្បីការជាប្រយោជន៍ដល់គេអញ្ចឹងណាបងចាគឺជាក្តីសុខហើយចង់ឲ្យកូនបានឃើញថាចង់ឲ្យកូនបានឃើញនៅសេចក្តីល្អចង់ឲ្យកូនបានយល់ថាអ្វីដែលចេះធ្វើបន់ធ្វើទានឲ្យគាត់ដឹងពីសេចក្តីល្អអញ្ចឹងណាបងចាពេលតែឃើញមកដល់ទស្សនវិជ្ជានៅឃើញផ្ទាល់ខ្ញុំក៏មានអារម្មណ៍ដូចថា
ស្រឡាញ់កាំងដែរដោយសារឃើញក្មេងៗមករត់មកអោបពួកខ្ញុំដោយសារគាត់ខ្វះភាពកក់ក្ដៅបាទហើយខ្ញុំចង់ឲ្យកូនក្នុងថ្ងៃខួបកំណើតនេះឲ្យគាត់មកឃើញទស្សនវិជ្ជាផ្ទាល់ឃើញការលំបាកក្មេងដទៃដែលគេខ្វះភាពកក់ក្ដៅពីពុកម្ដាយបាទឲ្យគាត់ចេះមានចិត្តអាណិតអាសូរអ្នកដទៃមានចិត្តធម៌ឲ្យគាត់មានចិត្តបន់នៅក្នុងខ្លួនដើម្បីគាត់ជាបុគ្គលល្អទៅអនាគតសម្រាប់សង្គមជាតិយើង ប្រិមិត្តបានឃើញហើយនេះគឺជាទស្សនវិជ្ជារបស់គ្រួសារហាសែនដែលគាត់បានធ្វើការផ្ដល់នៅសម្ភារៈក៏ដូចជាគ្រឿងឧបភោគសម្រាប់ក្មេងៗដែលរស់នៅក្នុងមណ្ឌលកុមារកំព្រាមេឈើនេះបន្តតែម្ដងថ្ងៃក្រោយចង់ឃើញអំពូមីងមកទៀតអត់ចាមានអីអរគុណអំពូមីងអត់កូនក្រុមហ៊ុនហាសែនពេលដែលមកដល់បាទអង្គការមេឈើដែលមានក្មេងកំព្រានៅជិត200នាក់នេះបាទបងស្រីបងប្រុសដែលជាអគ្គនាយកក៏ដូចជា CEO គឺមិនភ្លេចទេដែលនាំយកមកផលិតផលរបស់ក្រុមហ៊ុនហាសែនបន្តតែម្ដងនៅក្នុងដៃខ្ញុំនេះគឺជាសាប៊ូបាទដុសខ្លួនរបស់ក្រុមហ៊ុនហាសែនបាទអាចប្រាប់បានទេមីថ្ងៃនេះមូលហេតុអីបាននាំយកសាប៊ូហាសែនយកមកផ្ដល់ជូនបងប្អូនដែលជាអ្នកមើលការខុសត្រូវក៏ដូចជាក្មេងៗដែលជាកុមារកំព្រានៅក្នុងអង្គការមេឈើនឹងបងចាបងទី1គឺដូចសាប៊ូដុសខ្លួននេះគឺដូចថាគាត់ចាំបាច់ត្រូវតែប្រើបងហើយណាមួយនៅនេះក៏មានក្មេងៗចតុងដែរដូចថាសាប៊ូដុសខ្លួននេះប្រើបានចាប់ពីក្មេង6ឆ្នាំឡើងអញ្ចឹងភាគច្រើនគាត់ដូចថាម៉ែដោះគាត់នៅមើលក្មេងៗហ្នឹងក៏គាត់ប្រើបានហើយគាត់អាចឲ្យកូនគាត់ក៏ប្រើបានដែរអញ្ចឹងគឺចូលរួមឲ្យគាត់របៀបថាយើងអាចរបៀបណាចាឲ្យគាត់សម្អាតខ្លួនឲ្យកូនគាត់ទាំងគាត់អីចឹងណាចាបងបាទអរគុណមែនតើបងប្អូនបានឃើញនៅក្នុងដៃខ្ញុំនេះមិនមែនមានតែសាប៊ូណាគឺមានទាំងថវិកាទៀតដែលយើងនឹងយកទៅផ្ដល់ជូនសម្រាប់ម៉ែដោះដែលគាត់ជាអ្នកមើលថែក្មេងៗនៅក្នុងអង្គការមេឈើនេះបន្តតែម្ដងសម្រាប់ថ្ងៃខួបកំណើតខ្ញុំអត់មានអីច្រើនទេគ្រាន់តែថាថ្ងៃខួបកំណើតខ្ញុំវាជាថ្ងៃមួយដែលគួរឲ្យចងចាំដោយសារតែវាជាថ្ងៃកំណើតរបស់ខ្ញុំហើយខ្ញុំចង់ចែកម្លែកសេចក្តីស្រឡាញ់របស់ខ្ញុំទៅកាន់កុមារកំព្រាមិនថានៅក្នុងមណ្ឌលនេះគឺកុមារកំព្រានៅជុំវិញប្រទេសយើងឲ្យពួកគាត់ខិតខំតស៊ូរស់នៅជីវិតដែលគាត់កំពុងតែរស់នៅនឹងមិនចោះចាញ់លើអ្វីដែលគាត់កំពុងតែជួបប្រទះដោយសារតែខ្ញុំដឹងថាពាក្យដែលកុមារកំព្រាមួយម៉ាត់គឺវាមិនងាយស្រួលទេដោយសារតែត្រូវឃ្លាតឆ្ងាយពីឪពុកម្ដាយនិងរស់នៅដោយគ្មានទីពឹងតែក៏អរគុណពូផល្លាដែលគាត់បានបង្កើតខាងមណ្ឌលកុមារកំព្រានេះឡើងដើម្បីឲ្យក្មេងៗគាត់មានឱកាសក្នុងការសិក្សានិងចាប់យកនៅចំណេះដឹងជំនាញច្បាស់លាស់ដើម្បីអភិវឌ្ឍសង្គមជាតិយើងជាចុងក្រោយខ្ញុំពិតជាអរគុណលោកឪពុកអ្នកម្ដាយខ្ញុំមែនទែនដែលបានបង្កើតខ្ញុំមកឲ្យបដិបដាខ្ញុំតាំងពីតូចរហូតដល់ធំហើយគាត់តែងតែប្រាប់ខ្ញុំថាយើងធ្វើអីក៏ដោយយើងត្រូវតែចេះមើលយើងត្រូវតែយើងកុំមានភាពចំណែនមានអីហើយនៅពេលដែលយើងគិតថាជីវិតយើងលំបាកយើងត្រូវតែមើលជីវិតក្មេងកុមារកំព្រាផ្សេងទៀតដែលគាត់លំបាកជាងយើងហើយយើងធ្វើអីមួយត្រូវប្រកាន់នៅភាពនៅកណ្ដាលកុំលើធ្វើអីកុំឲ្យហួសហេតុពេកថ្ងៃនេះរំភើបបងចាហើយក៏អរគុណបងរដ្ឋីដែរបងជាមួយនឹងក្រុមការងារហាសែនបានចូលរួមទាំងអស់គ្នាបងហើយក៏សូមជូនចំណែកផលបុណ្យទាំងអស់នេះបានជូនទៅដល់បងនឹងក្រុមនិយាយទៅក្រុមហាសែនជាមួយនឹងវិថីញូបងណាចាឲ្យមានសេចក្តីសុខទាំងអស់គ្នាហើយទទួលបានផលបុណ្យទាំងអស់គ្នាហើយរីកចម្រើនទៅជាមួយគ្នាទាំងអស់គ្នាណាបងរឿងដែលគួរឲ្យសង្វេគចិត្តបំផុតប្រិមិត្តបានឃើញហើយទីរកម្នាក់ដែលនៅខាងមុខរបស់ខ្ញុំក៏ដូចជាគ្រួសារសែននេះគឺគាត់ទើបតែកើតហើយត្រូវបានម្ដាយឪពុកយកមកបោះបង់ចោលនៅក្នុងអង្គការមេឈើនេះបន្តតែម្ដងអាណិតណាស់ម៉ៃអើយអូនឯងបានដឹងអត់គាត់ទើបតែកើតមិនទាន់បានមួយខែត្រូវបានម្ដាយឪពុកយកមកបោះបង់ចោលនៅក្នុងហ្នឹងហ្មងជាបានខ្ទង់10ថ្ងៃឬក៏5-10ថ្ងៃនេះទូចមែនតើអូនមែនតើហ្មងណាអារម្មណ៍មិនដែរបងអូននៅពេលដែលឃើញម្ដាយឪពុកមួយចំនួនគាត់បង្កើតកូនមកហើយយកកូនមកបោះបង់ចោលអញ្ចឹងនិយាយទៅគឺអារម្មណ៍ហ្នឹងគឺពិបាកនិយាយហ្មងបងគាត់តែយើងឃើញក្មេងៗដែលធំដែលគាត់ចេះដើរចេះអីហ្នឹងយើងសង្វេគគេបងដល់ពេលដែលយើងឃើញក្មេងទូចនេះទៀតដែលមនុស្សដាក់ម្ដាយគ្រប់រូបផ្សេងតន្ទឹងរង់ចាំមើលមុខកូនឃើញចង់ឃើញកូនណាបងដល់ពេលឲ្យគាត់សុខចិត្តយកបោះបង់ចោលអញ្ចឹងគឺពិបាកនិយាយខ្លាំងហ្មងបងសង្វេគមែនតាអូបាយមើលនេះនៅក្រហមងាលមែនតើណៃមើល
មកបងប្អូនបានឃើញហើយនេះគឺជាអារម្មណ៍មួយដែលខាង CEO របស់ក្រុមហ៊ុនហាសែនណាគាត់មានអារម្មណ៍ក្តោះក្តួលបងប្អូនពេលដែលមកដល់ទីតាំងអង្គការមេឈើនេះយើងឃើញក្មេងម្នាក់ដែលកើតមកមិនទាន់បាន10ថ្ងៃផងត្រូវបានម្ដាយឪពុកយកមកបំបោះបង់ចោលប្រិមិត្តបាទនៅក្នុងអង្គការមេឈើនេះបាទគ្នាមិនទាន់បានឃើញពលឺព្រះអាទិត្យតែអត់បានឃើញមុខឪពុកម្ដាយគ្រួសារហាសែន